Well, today I'm pretty exciting and grateful that Sawana come in and share her story uh, from Cambodian Khmer ពីរឿងប៉ុលពតដែលគាត់បានឆ្លងកាត់ពីសង្គមប៉ុលពតហើយមកដល់ស្រុកអាមេរិកកាំងនេះខ្ញុំជម្រាបសួរ and លើនេះខ្ញុំបងសវណ្ណាជួយពីកើតនៅស្រុកណាឆ្នាំណាចាហើយចាខ្ញុំឈ្មោះសវណ្ណាច័ន្ទខ្ញុំស្រុកកំណើតកើតនៅបាត់ដំបងកើតឆ្នាំ1968ហើយពេលពលពតកើតពលពតចូលមកហ្នឹងហើយអាយុប្រហែលដែរខ្ញុំកាលពលពតចូលមកអាយុប្រហែលជា6 7ឆ្នាំចាហើយឆ្នាំ62 68ដល់74វា6ឆ្នាំខ្ញុំអាយុ6ឆ្នាំចាហើយមានបងប្អូនប្រហែលអ្នកដែរខ្ញុំមានបងប្អូន7នាក់អូ7នាក់ណាស្រីប្រហែលប្រុសប្រហែលប្រុស1ស្រី6នាក់ចាហើយពេលនោះនៅទីក្រុងបាត់ដំបងណាចានៅទីក្រុងបាត់ដំបងជិតនំវិលចាហើយពុកម្ដាយហ្នឹងធ្វើអីដែរពុកម្ដាយខ្ញុំគាត់ជាអ្នកចម្ការពុកខ្ញុំគាត់អ្នករត់លម៉ហើយម្ដាយខ្ញុំគាត់នៅផ្ទះថែអាសាកូនពេលដែលថាពលពតចូលមកណាខែ4ទី17ពេលនោះសវណ្ណានៅឯណាដែរនៅក្នុងនៅបាត់ដំបងចាពេលពលពតចូលមកខ្ញុំនៅបាត់ដំបងបាទហើយរស់ហើយពួកខ្មែរក្រហមនេះគេចលៀសក្រុមគ្រួសារខ្ញុំឲ្យទៅនៅអូស្ទូចាឥឡូវនេះខ្ញុំចង់ឲ្យសវណ្ណារៀបរាប់ពីពេលពលពតចូលមកហើយពេលគេជំរះទៅស្រុកស្រែណាជួយសវណ្ណាជួយរៀបរាប់ពីដំណើរការពីពលពតចូលហើយរហូតដល់ពេលយើងចូលមានចូលចល័តដែរណាចាខ្ញុំអត់បានចូលទេព្រោះខ្ញុំនៅតូចប៉ុន្តែបងខ្ញុំគាត់ចូលចាជាដំបូងនោះគឺពេលជំនាន់ពលពតចូលមកខ្ញុំនៅក្មេងខ្ញុំអត់ដឹងអីទេប៉ុន្តែឪពុកម្ដាយខ្ញុំគាត់អត់សប្បាយចិត្តគាត់ដូចថាគាត់កើតទុក្ខគាត់ដឹងថាស្រុកជ្រួលច្បល់ហើយក៏ម្ដាយខ្ញុំគាត់ធ្វើម្ហូបធ្វើអីញ៉ាំធម្មតាជួបជុំគ្រួសារកូនចៅទាំងអស់ហ្នឹងហើយថាស្អែកឡើងនឹងធ្វើដំណើរចេញគេចលៀសចាហើយពេលចលៀសហ្នឹងខ្ញុំចាំច្បាស់ថាម្ដាយខ្ញុំគាត់មានផ្ទៃពោះ7ខែមានផ្ទៃពោះ7ខែហើយពុកខ្ញុំហៅពុកខ្ញុំគាត់កាលនោះដូចរែកមានរែកជារបស់ដូចចានឆ្នាំងកមហូបអីតិចតួចហើយបងប្រុសខ្ញុំនោះក៏រែកដែរហើយបងស្រីខ្ញុំម្នាក់ទៀតគាត់មានប្តីមានកូនគាត់នៅតំបន់ផ្សេងនៅស្រុកផ្សេងចឹងហើយអត់បានចូលរួមទេបានតែបងស្រីខ្ញុំគាត់នៅតូចដែរកាលជំនាន់ហ្នឹងហើយធ្វើដំណើរយូរដែរក្តៅទៀតអានេះពេលគេជំរះប្រជាជនពីទីក្រុងទៅនៅជនបទចាហើយពេលហ្នឹងគឺថាបងប្អូនទាំងអស់ហ្នឹងនៅសល់តែ6នាក់ទេដែលតាមប្រដាកាពិតមានតែ5នាក់ទេព្រោះម្ដាយជំនាន់
ចានឹងហើយចា ហើយពេលនោះគឺបងប្អូនគឺប្រុសម្នាក់មានប្រុសមានបងប្រុសចាបងប្រុសម្នាក់ ហើយផុតមនុស្សសិតតែស្រី ស្រីក្មេង ក្មេង តូចចា ហើយដែលជំរះហ្នឹងគឺគេមានប្រាប់ថាអ្នកឯងត្រូវទៅភូមិណាអ្នកឯងទៅសង្កាត់ណាអត់មានទេគឺអត់មានខ្ញុំចាំអត់ច្បាស់ដែរប៉ុន្តែពុកម្ដាយខ្ញុំគាត់ទៅដល់អូសទូកហ្នឹងគាត់ក៏ថាយើងនៅនេះហើយគាត់រើសកន្លែងហ្នឹងនៅចាហើយនៅទៅដូចនៅកាលនោះផ្ទះគេដែលគេចលៀសដែរគេចោលក៏នៅផ្ទះហ្នឹងឯងចា ហើយផ្ទះហ្នឹងអត់មានពីណានៅទេ ហើយចាំម្ចាស់ផ្ទះគេអ្នកម្ចាស់ផ្ទះហ្នឹងគេខ្មែរក្រហមត្រូវចលៀសចេញពីហ្នឹងទៀតអញ្ចឹងចាហើយយើងទៅក្រៅហ្នឹងយើងទៅនៅផ្ទះហ្នឹងអត់ស្អាតទេគឺផ្ទះស្បូវខ្ទមយើងធម្មតាផ្ទះចាតូចមួយចាហើយពេលនោះហ្នឹងយើងមានយកអង្វាន់ពីរឿងដែលមហោបឬអង្គមានចានឆ្នាំងមុងកទេលអីតិចតួចដែលអាចរែកបានដាក់រែកហ្នឹងចាហើយពេលដែលថាគេជំរះពីរញក្នុងទីក្រុងហ្នឹងពេលនោះយើងឃើញនៃសកម្មភាពរបៀបមិនដែរមានស្លាប់មានស្អីមានចាដបងអត់ទេដបងអត់ឃើញមានអីទេប៉ុន្តែឃើញក្រុមគ្រួសារម្នាក់ហ្នឹងគឺដូចថាមានកាន់របស់របរអ្នកខ្លះទូលទៅអ្នកខ្លះរែកអ្នកខ្លះទៅគេមានអតេះគោមានអតេះរុញអីចឹងដាក់របស់របរទៅប៉ុន្តែនៅដបងហ្នឹងអត់អីទេគេឲ្យយើងធ្វើស្រែធម្មតាធ្វើម្ហូបហូបនៅផ្ទះធម្មតាប៉ុន្តែដល់ពេលនៅយូរខែទៅវាច្បាប់គេហ្នឹងកាន់តែតឹងទៅហើយម្ហូបអាហារគឺកាន់តែអត់ទៅអញ្ចឹងណាចាហើយចូលដល់ទៅដល់ភូមិហ្នឹងអត់មានថាចំលះយើងទៅកន្លែងណាផ្សេងទៀតទេអត់ទេមុនឲ្យនៅភូមិហ្នឹងសិនចានៅភូមិហ្នឹងសិនហើយឲ្យពុកម្ដាយខ្ញុំហ្នឹងទៅដូចថាក្រុមគ្រួសារម្នាក់គេឲ្យចាស់ហ្នឹងចេញទៅធ្វើស្រែអង្គការគេធ្វើស្រែឲ្យក្មេងដូចជាជំទង់ក្មេងជំទង់គេបញ្ជូនទៅចល័តហើយខ្ញុំជំនាន់នេះខ្ញុំនៅតូចគឺខ្ញុំនៅមើលប្អូនស្រីខ្ញុំទៅទឹមកើតក្រោយនឹងហើយមើលទៅគេមានការដ្ឋានគេសម្រាប់ធ្វើម្ហូបឲ្យពួកប្រជាជនដែលរស់នៅនោះចូលទៅញ៉ាំរួមគ្នាអញ្ចឹងគេមានម៉ោងគេចាដំបូងមានម្ហូបមានអីមានបាយអីញ៉ាំធម្មតាពេលយូរទៅអត់ពីបាយចែកបបចែកបបបបដំបូងហ្នឹងគឺខាប់អីធម្មតាមានម្ហូបដូចជាមានត្រីមានអីអញ្ចឹងដូចថាអំបិលអីញ៉ាំគ្រប់គ្រាន់អញ្ចឹងណាបាទដល់ពេលយូរទៅបបហ្នឹងคล้ายទៅជារាវរយៈពេលដែលពីបបខាប់ទៅអីបបរាវហ្នឹងក្នុងរយៈពេល1ឆ្នាំណាចាហើយជាមួយឆ្នាំដែលខ្ញុំចាំណាបាទចាហើយដល់ពេល1ឆ្នាំក្រោយមកបបហ្នឹងคล้ายទៅជាបបរាវគឺគេខ្វះអង្គខ្ញុំអត់ដឹងថាអង្គធ្វើបានរាល់តែឆ្នាំតែអត់ដឹងយកទៅណាបាទចាហើយខ្វះអង្គទៅមានតែបបរាវហើយសំបីតែអំបិលក៏ចែកមានចំនួនដែរក្នុងមួយគ្រួសារដូចពេលហូបបបហ្នឹងគឺឲ្យអំបិលតែ1ស្លាបព្រាបាយឯងចាដល់ពេលយូរទៅអស់ពីបបរាវកើតទៅជាបបលាយបន្លែអស់អង្គបន្លែដូចជាតកួនហ្នឹងហើយតកួនហ្នឹងមុនដំបូងតកួនខ្ចីឯងយកមកហាន់វាដាក់លាយបបទៅដើម្បីឲ្យមានជាតិអស់ពីតកួនខ្ចីហ្នឹងញ៉ាំអស់ហើយគឺរឹសម្ដងញ៉ាំទាំងតកួនចាស់ទាំងរឹសទាំងអីហ្នឹងយកមកហាន់ឲ្យស្រុះលាយបបហើយសំបីតែអំបិលក៏អត់មានដែរហើយចេះដេញកុមារ
គេហៅក្រុមកុមារណាក្រុមកុមារហ្នឹងគេឲ្យទៅធ្វើការធ្វើអីដែរ ក្រុមកុមារគេឲ្យទៅរើស ហ្នឹងហើយ ក្រុមកុមារគេឲ្យទៅរើសស្មៅនៅតាមវាលស្រែចារើសស្មៅហើយ ទៅរើសឲ្យដែលស្រូវគួរដែលច្រូតរួចហើយហ្នឹងតែសេះសល់ ចាអត់ទេពេលគេភ្ជួរស្រែសម្រាប់ស្ទូងស្រូវហ្នឹងហើយគេឲ្យកុមារតូចៗហ្នឹងទៅជួយក្មេងខ្លះទៅគេឲ្យទៅជួយរៀបចំសន្ទូងអីចឹងណាចា ហើយ ចែកមុខរបរ ចែកមុខរបរណា ចា ហើយពេលហ្នឹងសវណ្ណាអាយុ6ឆ្នាំទេណា ចាតើខ្ញុំអាយុ6ឆ្នាំrồiខ្ញុំចូលមក7ឆ្នាំ 7ឆ្នាំហើយហ្នឹងគេយូរយើងចេញពីគ្រួសារទៅឬមួយក៏នៅជាមួយជាមួយឪពុកម្ដាយ ចា ហើយដល់ពេលណាបានគេមានបំបែកពីយើងពីសវណ្ណាពីគ្រួសារ ចំពោះខ្ញុំអត់បបែកទេព្រោះខ្ញុំនៅក្មេងចាប៉ុន្តែបងខ្ញុំគេបបែកទាំងអស់គេឲ្យទៅនៅឆ្ងាយឲ្យទៅធ្វើស្រែធ្វើអីចឹងយូរបានឲ្យមកជួបក្រុមគ្រួសារម្ដង គេឲ្យមកជួបដែរហើយមានបងប្អូនប្រមាណអ្នកដែរដែលថាបំបែកពីក្នុងគ្រួសារហ្នឹង មាន2នាក់បងប្រុសខ្ញុំម្នាក់ហើយនិងបងស្រីខ្ញុំម្នាក់ចាហើយប្អូនស្រីខ្ញុំម្នាក់ទៀតគាត់នៅក្មេងដែរគាត់នៅជាមួយខ្ញុំ បានន័យថាកន្លែងទៅសវណ្ណានៅហ្នឹងគឺមិនជាអត់ប្រមាណទេប៉ុន្តែនៅតែអត់ក៏បបរខាត់ទៅបបររាវប៉ុន្តែក្នុងការបបររាវហ្នឹងគឺដូចថាវាអាចដូចថាយើងមានគ្រប់មិនមែនថាគ្រប់គ្រាន់ទេប៉ុន្តែនៅតែមានដូចថាបបរហូបណាចាហើយដល់ពេលបងប្រុសម្នាក់ហើយនិងបងស្រីម្នាក់ឃ្លៀគេយកចេញពីគ្រួសារទៅចល័តណាកងចល័តចាហើយកងចល័តហ្នឹងនៅចិត្តនឹងដែរនៅឆ្ងាយចាដើរខ្ញុំជួនកាលខ្ញុំដឹកបងខ្ញុំពេកខ្ញុំដើរទៅជួបគាត់មួយថ្ងៃបានទៅជួបគាត់ ហើយនិយាយពីសវណ្ណាពេលហ្នឹងគេឲ្យដែលកិច្ចការយើងហ្នឹងទៅរឹសស្មៅតាមដែលបោកស្មៅតាមដែលតាមវាលស្រែតាមចំការចា អាហ្នឹងអាយុ7ឆ្នាំ6-7ឆ្នាំចា ហើយអត់មានឲ្យយើងមានការរៀនសូត្រអត់មានអីទេណាអត់ទេអត់បានរៀនទេអត់មានសាលាមានអីឲ្យយើងរៀនទេហើយជំនាន់ហ្នឹងតឹងដែរគេមានបញ្ជូនក្មេងដូចថាតាមដានណាចង់ដឹងថាគ្រួសារយើងហ្នឹងចេញពីខាងណាតើយើងជាអ្នកចំការអ្នកស្រែឬក៏ក្រុមគ្រួសារហ្នឹងចេញពីខាងអ្នកមានអ្នករៀនចេះដឹងអីចឹងណាពេលយប់ឡើងម្ដាយខ្ញុំខ្សឹបប្រាប់ថាកូនឯងសងំដេកទៅកុំអោយនិយាយអីច្រើនព្រោះមានគេលួចស្ដាប់ចាហើយតើគេលួចស្ដាប់ដឹងគឺចំអ្នកណាគឺគេហៅអ្នកហ្នឹងទៅជាយកទៅសម្លាប់ចោលយកស្លាប់ចោលចាយកស្លាប់ចោលខ្ញុំឃើញច្រើននៅក្នុងភូមិខ្ញុំដំបូងខ្ញុំទៅឃើញមានច្រើនគ្រួសារដល់ពេលនៅយូរទៅបាត់ម្ដងគ្រួសារដូចថាគេយកទៅសម្លាប់ប៉ុន្តែគេអត់ប្រាប់ថាយកទៅសម្លាប់ទេគេថាគេជំនះគ្រួសារឲ្យទៅនៅតំបន់ផ្សេងបាទប៉ុន្តែម្ដាយខ្ញុំគាត់ថាគាត់ខ្សឹបប្រាប់ថាគេនឹងឲ្យគេយកទៅហើយចា អាហ្នឹងគេយកហ្នឹងភាគច្រើនហ្នឹងគេយកតែអ្នកដែលចេះដឹងអ្នកចេះដឹងហើយអ្នកដែលធ្វើដែលការឲ្យដែលពីរដ្ឋាភិបាលមុនចាហើយទី3ទៀតអ្នកដែលជំនួយធ្វើជំនួយចាចុះបើប្រសិនជាយើងនិយាយគេដូចអានេះគេហៅឆ្លូកណាចាឆ្លូកពួកឆ្លូកហ្នឹងគេស្ដាប់ឮអាហ្នឹងវាស៊ីសងដល់ពេលយើងនិយាយអីដែរឬមួយក៏ឲ្យតែយើងនិយាយគេចាប់យើងយកទៅសម្លាប់ចោលឬមួយមិនដែរអ្នកខ្លះគាត់ធ្លាប់នៅខាងនៅខាងដូចថាដូចធ្វើការខាងរដ្ឋខាងអីចឹងបាទគាត់លាក់ខ្លួនគាត់ដែរ
ប៉ុន្តែគេបញ្ជូនឲ្យឆ្លប់ហ្នឹងជួនកាលកូនក្មេងចាគេឲ្យមកតាមដានអញ្ចឹងទៅគេដឹងទៅគេហៅទៅអញ្ចឹងណាចា ហើយដែលពេលដែលបងប្រុសហើយនឹងបងស្រីម្នាក់ដែលចាក់ចេញពីឲ្យនឹងក្នុងគ្រួសារទៅហើយក្នុងគ្រួសារហ្នឹងមានដែលដូចថាខូចខាតអីដែរក្នុងបងប្អូន7នាក់8នាក់ហ្នឹងចាបងស្រីខ្ញុំគេយកទៅសម្លាប់អូបងស្រីចាគាត់មានកូនមួយហើយនឹងប្តីគាត់ពេលជំនាន់ដែលគាត់មុនជំនាន់ពលពតហ្នឹងគាត់អាយុច្រើនហើយបងស្រីខ្ញុំឥឡូវនេះប្រហែលជា67 68គិតជាអាយុគាត់បាទតាមខ្ញុំបាទចាហើយគាត់ជំនាន់ហ្នឹងគាត់ធ្វើការនៅខាងរោងចក្រប៉ុន្តែគាត់ខាង supervisor ប្តីគាត់ក៏ចឹងដែរហើយបែកពេលជំនាន់ពលពតនឹងអត់បានជួបគ្នាទេពេលចេញពលពតហើយបានស៊ើបដឹងថាបងខ្ញុំគេយកទៅវាយចោលព្រោះមានគេអ្នកស្គាល់នៅនឹងទីប្រាំពេលដែលគេអាហ្នឹងរយៈពេលដែលពលពតចូលមកភ្លាមគេចាប់យកទៅសម្លាប់ឬមួយក៏គេចម្លះទៅដល់អានេះណាភូមិសង្កាត់ហើយបានគេចម្លៀសគេស៊ើបសួរគេចម្លៀសហើយប្រហែលជាបន្ទាប់ពីចម្លៀសនឹងបានមួយឆ្នាំគេសម្លាប់គាត់ចាហើយចូលដល់នេះទៅកូនដែលថាមានកូននឹងប្រហែលជានៅទូទេកូនស្រីនឹងអាយុប្រហែលជា4-5ឆ្នាំពេលនោះចាចំនួនហ្នឹងហើយចុះដេញកូននឹងបានពីណាអញ្ចឹងទៅបើពុកម្ដាយកូននឹងខ្ញុំអត់ដឹងអត់ដឹងទេអត់ដឹងទៅដល់ណាអីស្លាប់ឬរស់អត់ដឹងទេអូចាដល់សប្ងាយក៏អត់ដឹងដល់សប្ងាយខ្ញុំទៅស្រុកខ្មែរម្ដងហើយបងប្អូនខ្ញុំនៅស្រុកខ្មែរនោះឲ្យគាត់រកអត់ឃើញចាស៊ើបសួរអស់គ្រប់កន្លែងរកអត់ឃើញហើយក្នុងគ្រួសារដឹងថាអស់ពុកម្ដាយមានខូចខាតតែបងស្រីម្នាក់ចាហើយខ្ញុំបាត់ជីដូនមួយខ្ញុំគាត់អាយុច្រើនជាងខ្ញុំច្រើនណាបាទត្រូវជាពូខ្ញុំមីងខ្ញុំគាត់ធ្វើទាហានអូធ្វើទាហានចាគាត់ធ្វើទាហានធ្វើពេទ្យខាងអីហ្នឹងក៏គេយកទៅសម្លាប់ដែរត្រូវចាអស់ច្រើនហើយការដែលសវណ្ណាមាននៅថាការដែលឈឺចាប់ដែលខ្លាំងជាងគេដែលក្នុងពេលរយៈនៃពពោហ្នឹងយើងអាចចាំបានគឺអ្វីខ្លះដែលធ្វើឲ្យយើងឈឺចាប់ដែលថាមិនបំភ្លេចបានខ្ញុំឈឺចាប់ខ្លាំងជាងគេគឺខ្ញុំយកមួយខ្ញុំឃើញពុកខ្ញុំគាត់ដេកយំគាត់ធ្លាក់ខ្លួនឈឺគាត់ឈឺក្តៅខ្លួនគាត់មកមើលហើយគាត់អត់មានអីភាសាពេលជំនាន់ហ្នឹងអត់មានមហូបដូចខ្ញុំនិយាយចឹងថាបបលាយតកួនអីចឹងហើយពុកខ្ញុំគាត់យំដូចកូនក្មេងហើយខ្ញុំដេកនៅចិត្តហ្នឹងប្អូនខ្ញុំឯងដេកចិត្តហ្នឹងខ្ញុំលឺពុកខ្ញុំយំខ្ញុំអីអត់មាត់ទេគាត់ថាគាត់ឃ្លានមាត់ស្ងោតែយើងមិនដឹងទៅរយណាបើគាត់ឈឺហើយគេមិនអាចឲ្យយើងធ្វើម្ហូបនៅផ្ទះទេបើគេឃើញយើងធ្វើម្ហូបនៅផ្ទះឃើញផ្សែងភ្លើងគឺក្រុមគ្រួសារយើងអាចមានបញ្ហាដល់ជីវិតចាមិនមែនតែម្នាក់ទេចាគ្រប់បាទដែលខ្មែរយើងក្រុមគ្រួសារនឹងដែលទៅនៅក្នុងភូមិហ្នឹងគឺគេហាមថាបើផ្ទះណាមានបង្កាត់ភ្លើងឲ្យគេឃើញផ្សែងគឺមានបញ្ហាជាមួយអង្គការចឹងហើយបានជាគេបង្កើតកន្លែងធ្វើម្ហូបមួយរួមពេលដល់ម៉ោងគេឲ្យយើងទៅបើកម្ហូបហើយដល់ពេលអញ្ចឹងអត់មានអាចជួយឪពុកខ្ញុំបានទេគឺបានតែលួងលោមគាត់ហើយគាត់យំគាត់ថាអូគាត់ធ្វើមិនឲ្យតែបានបាយបន្តិចស្ងោរមាន់បន្តិចគាត់ស្លាប់អស់ចិត្តណា
ព្រោះពេលហ្នឹងគឺថាយើងឃ្លានខ្លាំងណាស់ ចា អា ឃ្លាន មកហូបហ្នឹងគឺថាសំខាន់បំផុតបើមិនសិនជាអាការដែលឈឺដែលមានជំងឺហ្នឹងគឺមិនមែនឈឺទេគឺភាគច្រើនគឺអត់ ចា បាទ អត់ខ្លាំងហើយ បាទ ធ្វើឲ្យគាត់ទ្រាំមិនបានណា បាទ ចាហើយអញ្ចឹងបានថាខ្ញុំចាំរហូតដល់សប្តាហ៍ថ្ងៃ អត់គឺគាត់ឈឺនឹងឈឺប្រហែលថ្ងៃដែរបាទប្រហែលយូរប៉ុណ្ណាដែរ គាត់គ្រុនក្តៅនឹងប្រហែលជា 3-4 ថ្ងៃ តែ 3-4 ថ្ងៃទេ ចាហើយម្ដាយខ្ញុំក៏គាត់ទៅរកស្លឹកស្ដៅអត់មានថ្នាំទេទៅរកស្លឹកស្ដៅយកមកបុកហើយពូតឲ្យគាត់ប្រសាដើម្បីជួយឲ្យកម្ដៅគាត់ចុះ ដែលពេលនេះគាត់អាចជា គាត់ជាចាគាត់ជា បាទ ចា ហើយដែលឪពុកម្ដាយហ្នឹងពេលក្នុងរយៈពេលពលពតហ្នឹងគឺថារស់រហូតដល់ពេលដែលវៀតណាមចូលមក ចារស់រហូតចា បាទហើយជឿដល់ពេលទៅថាដែរមានអ្វីខ្លះទៀតដែលធ្វើឲ្យដូចថាក្រៅទៅពីដែលជំងឺឪពុកដែលថាឃ្លានដែលបាយហើយនឹងសាច់មាន់ហ្នឹងជាមានអីទៀតដែលសវណ្ណឲ្យ ចាពេល ជា ខ្ញុំមានរឿងមួយទៀតជាមួយប្អូនស្រីខ្ញុំដែលពៅគេដែលខ្ញុំថា បាទ ម្ដាយខ្ញុំមានផ្ទៃពោះហ្នឹង បាទ ចាពេលម្ដាយពុកខ្ញុំចាស់អីអ្នកភូមិហ្នឹងគាត់ទៅធ្វើស្រែអស់ស្ងាត់អស់ខ្ញុំនៅមើលប្អូនខ្ញុំហ្នឹងខ្ញុំលួចប្រកាត់ភ្លើងលីងខ្ញុំលួចស្រូវគេបានបន្តិច បាទ ហើយខ្ញុំលីងលាជនឹងឲ្យប្អូនខ្ញុំលីងទៅខ្ញុំដូចជំនាន់ហ្នឹងខ្ញុំនៅក្មេងដែរខ្ញុំអត់ដូចថាយើងមិនប្រយ័ត្នប្រយែងក៏ពុកលាជនឹងលើផ្លូវប្អូនខ្ញុំ លលាក លលាកស្នាប់ដល់សប្តាហ៍ថ្ងៃ អូ ចាហើយក្រុមគ្រួសារហ្នឹងថាផ្លូវដែលប្អូនខ្ញុំមកលាកហ្នឹងគឺដោយសារខ្ញុំហ្នឹងចង់ឲ្យប្អូនមានអ្វីដូចថាមហូបញ៉ាំ បាទ ពួកម្ដាយខ្ញុំទៅឆ្ងាយគាត់អត់មានបានទឹកដោះបាវ បាទ ចាហើយខ្ញុំនេះចេះតែឆ្លៀតលួចពីនេះពីនោះមកដើម្បីបញ្ចុះប្អូន ហើយបងអូននឹងកាលហ្នឹងអាយុប្រហែលដែរ ប្អូននឹងនៅកូនងា កូនណាអូ ហើយជាមួយខួបអីហ្នឹងឯងចាអត់តន់ចេះដើរផងហ្នឹងហើយចេះតែលួចមកយកទៅបបរជាងការធ្វើបបរយកបញ្ចុះប្អូនទៅពួកម្ដាយទៅធ្វើស្រែហើយអត់មានទឹកដោះ ប៉ុន្តែយើងមិនពេលហ្នឹងគឺថាយើងក៏អត់មានមហូបគ្រប់គ្រាន់ដែរ អត់មានទេចា ប៉ុន្តែសុខចិត្តថា សុខចិត្ត យក ជួយ ឲ្យ ចា ណែអូនណា ឲ្យប្អូនថ្មីឲ្យប្អូនបានមានមហូបនៅក្នុងពោះខ្លះខ្លួនឯងក្នុងស្គមមានតែស្បែកហើយឆ្អឹងអត់ក៏អត់ទៅឲ្យតែបានប្អូន ពេលនោះយើងនៅផ្ទះហ្នឹងគឺមានតែអូនស្រីម្នាក់ទេដែលយើង ចាគេឲ្យគេសុកចិត្តឲ្យយើងនៅមើលប្អូនឲ្យម្ដាយយើងទៅធ្វើការ ហើយដែលឪពុកម្ដាយគឺថាព្រលឹមឡើងគឺចេញទៅដាំសឹកទៅអី ចា ធ្វើ ធ្វើស្រែធ្វើចំការ ធ្វើស្រែធ្វើចំការ ស្រែកលើគេឲ្យយើងធ្វើ បាទ ចា បាទហើយក្រៅពីដែលនេះទៀតដែលយើងអាចឃើញតែថាការរស់នៅពីក្នុងរយៈពេល4ឆ្នាំជាមួយពលពតហ្នឹងតើមានស្អីទៀតដែលថា ចារឿងនោះវាជូរចត់ច្រើនណាស់ខ្ញុំចាំបានអ៊ំស្រីខ្ញុំឥឡូវនឹងគាត់ស្លាប់បាត់ហើយកាលនោះជំនាន់ហ្នឹងគាត់ដូចថាស្រឡាញ់ម្ដាយខ្ញុំណាគាត់លួចបាយលួចអីបានបន្តិចតួចមកយប់ឡើងគាត់សុខចិត្តលូនចូលក្នុងមុងហើយជំនាន់ហ្នឹងយើងខ្ទមហ្នឹងយើងដេកក្រាលកន្ទេលដេកយើងចងមុងមកក្នុងមុងហ្នឹងយើងជុំកូនចៅគ្រួសារទាំងអស់ បាទ ចាគាត់លូនចូលមកអញ្ចឹងទៅគាត់សុខចិត្តខ្ទប់មាត់ម្ដាយខ្ញុំគាត់ថានេះអញយកបាយមកឲ្យញ៉ែម្ដុំណាចាហើយម្ដាយខ្ញុំនឹងគាត់បានបាយគាត់អត់ប្រសាខ្លួនគាត់ទេគាត់សុខចិត្តយកបាយនឹងមកបេះញាត់មាត់កូនដេកចិត្តខ្លួនហ្នឹង
3 នាក់ហ្នឹងគាត់ញាត់មាត់កូនគ្រប់កូនឲ្យកូនស្គាល់ជាតិបាយពួកដាច់បាយយូរពេកអនុស្សាវរីយ៍ដ៏ជូរចត់ហើយពេលបងស្រីខ្ញុំគាត់មកលេងផ្ទះម្ដងគាត់សុំច្បាប់គេតម្រាំបានមកហ្នឹងគាត់ទៅលួចដំណាំគេដើម្បីយកមកឲ្យម្ដាយខ្ញុំធ្វើមកហូបឲ្យប្អូនពៅខ្ញុំហ្នឹងហើយគេចាប់បានចាគាត់ចេញតាមកពិតហ្នឹងគាត់មកគាត់ចេញទៅស្រែជាមួយខ្ញុំទៅលួចនិយាយឲ្យនេះទៅឲ្យអស់គេខ្វះទៅគឺជំនាន់ហ្នឹងមែនទៅលួចស្រែលួចស្រូវរបស់គេលួចទៅគេតាមតន់គេអត់ចាប់ខ្ញុំទេពួកខ្ញុំនៅតូចតែគេចាប់បងខ្ញុំយកទៅចងនៅកន្លែងក្រោមដងស្វាយហើយគេវាយបងខ្ញុំគេយកពាត់វាយហើយហៅម្ដាយខ្ញុំទៅកសាងថាបើមានរឿងនឹងម្ដងទៀតគេអត់លើកលែងឲ្យទេគេមិនយកទៅស្លាប់ទេអាហ្នឹងគឺសំណាងដែរណាសំណាងចាសំណាងហើយបងប្រុសខ្ញុំក៏អញ្ចឹងដែរពេលគាត់មកពីកន្លែងច្រឡាត់ហ្នឹងគាត់លួចស្រូវយកមកឲ្យម្ដាយខ្ញុំគេចាប់បានដែរចាគេចាប់បានហើយគេយកគាត់ទៅហើយម្ដាយខ្ញុំហ្នឹងគឺគាត់យំគាត់ថាបើគេយកទៅមានតែគេយកទៅសម្លាប់ប៉ុន្តែសំណាងគេឲ្យគាត់មកវិញគេយកទៅកសាងបាទចាបានន័យថាដែលកន្លែងតំបន់ហ្នឹងប្រហែលជាយោធាដល់នឹងប្រហែលជាមានចិត្តធัวខ្លះចាកន្លែងដែលខ្ញុំទៅនៅតែធ្លាប់នៅតំបន់5ហ្នឹងគឺអត់មានទេគឺថាมันគឺថាអត់មានកសាងទេគឺបើប្រសិនទៅថាចាក់បានគឺស្លាប់ឲ្យនឹងមុខឲ្យពួកដែលគេថានៅបរិពួកខ្ញុំហ្នឹងគឺភាគច្រើនហ្នឹងអាយុ13ដំណប់ឡើងលើ20ផ្លាយណាចាបាទខ្ញុំក៏លួចដែរខ្ញុំលួចព្រោះឃ្លានពេកលួចទាលួចមាន់ព្រោះជួនកាលហ្នឹងពួកដែលកងចល័តហ្នឹងភាគច្រើនពោះដោយសារនៅកណ្ដោពោះស្អីចរិតស្អីហ្នឹងណាចាបានន័យថាសវណ្ណាបាននិយាយពីពេលលួចហ្នឹងគឺពេលហ្នឹងគឺធម្មតាទេគឺជាអ្នកណាក៏យល់ថាដើម្បីដើម្បីកាពះណាចាដើម្បីជីវិតបាទហើយក្រៅពីនោះទៀតមានស្អីដែលថាអាចចាំដែរនេះខ្ញុំចាំពេលនោះទៅរកត្រីរកខ្ចៅខ្ចងឯតាមវាលស្រែអញ្ចឹងបានតិចតួចមកទៅក៏ជួនកាលយើងលួចយកមកចំអិនចែកបងប្អូនញ៉ាំអញ្ចឹងទៅចាជួនកាលខ្ញុំឃើញគេនៅចិត្តនឹងម្នាក់គាត់មនុស្សប្រុសហ្នឹងគាត់គាត់អត់មានកូនទេកូនគេបបែកអស់គាត់នៅតែពីរអ្នកប្តីប្រពន្ធគាត់ទេហើយប្រពន្ធគាត់ឈឺស្លាប់គាត់នៅម្នាក់ឯងគាត់ក៏ធ្លាក់ខ្លួនឈឺហើយម្ដាយខ្ញុំហ្នឹងពេលទៅបើកបបរបានមកគាត់ឆ្លៀតចែកដល់គាត់ទៀតចែកហើយថ្ងៃមួយនេះខ្ញុំឃើញគាត់ទៅជីចលេនខ្ញុំស្មានតែគាត់នឹងយកទៅស្ទូចត្រីតាមពិតគាត់យកចលេននឹងមកបរិភោគចាហើយខ្ញុំប្រាប់ម្ដាយខ្ញុំទៅម្ដាយខ្ញុំថាកុំមកកូនមកពីគាត់ឃ្លានពេកគាត់ឃ្លានហើយគាត់ក៏ស្លាប់ទៅគាត់អត់យូរប្រហែលនេះគាត់បានស្លាប់នៅដូចថាខ្ទមគាត់នៅទល់មុខចឹងគាត់ស្លាប់ទៅបានអ្នកភូមិនឹងឯងយកគាត់ទៅធ្វើបុណ្យមិនបានធ្វើបុណ្យទេយកគាត់ទៅបូជាបូអីធ្វើឲ្យគាត់ចឹងទៅចាហើយក្រៅពីនេះទៀតហើយមានដែលមានក្នុងគ្រួសារអត់គឺថាពេលដែលគេចលះទៅនឹងអត់មានដូចថាបងប្អូនស្អីដូចថាបងទៅជាអ៊ំត្រូវជាបងរបស់ពុកប្អូនរបស់
ម្ដាយអីហ្នឹងអត់មាននៅចិត្តគ្នានឹងទេ អត់នៅចិត្តតែនៅតំបន់ខុសៗគ្នា ខុសៗគ្នាបាទ ចាហើយខ្ញុំចង់លើកនិយាយមួយទៀត បាទ ដែលខ្ញុំឃើញហ្នឹងបងជីដូនមួយខ្ញុំហ្នឹងគាត់នៅតំបន់ផ្សេងនៅឆ្ងាយណាហើយតំបន់គាត់ហ្នឹងតឹងគេតឹងមែនតើហើយអត់មានម្ហូបមានអីញ៉ាំហ្នឹងគាត់ក៏នឹកឃើញដឹងតំណឹងថាម្ដាយខ្ញុំនៅអូសទូកហ្នឹងគាត់ក៏ធ្វើដំណើរមកគាត់ថាគាត់ធ្វើដំណើរមកមួយយប់មួយថ្ងៃមករកម្ដាយខ្ញុំណាគាត់ថាតម្រាំមករកឃើញនឹងសួរគេគ្រប់អស់ហើយតម្រាំមកឃើញហើយដល់ពេលគាត់មកដល់កន្លែងខ្ញុំនៅហ្នឹងពុកម្ដាយខ្ញុំគាត់ទៅធ្វើស្រែអស់ហើយខ្ញុំនៅតែពីរអ្នកប្អូនខ្ញុំឯងប្អូនខ្ញុំដាក់ចងរឹងហើយរឹងហ្នឹងជំនាន់ហ្នឹងគេធ្វើពីខ្សែពួរពីស្បែកគោ បាទ ចាគេធ្វើពីស្បែកគោហើយស្រាប់តែគាត់ហ្នឹងយកកបិតមកគាត់កាត់ខ្សែរឹងប្អូនខ្ញុំហ្នឹងប្រត់គោហ្នឹង នឹងប្រត់បាទគេហៅ ចាប្រត់គោហ្នឹងហើយគាត់កាត់ប្រត់គោហ្នឹងយកពីរឹងប្អូនខ្ញុំមកគាត់យកមកភាសា បាទ ចាហើយខ្ញុំគោមើលគាត់ទៅខ្ញុំថាអូយគាត់ឃ្លានមែនតើហើយមានតែស្បែកហើយឆ្អឹងហើយភ្នែករុងចា នឹងប្រត់គោនឹងឆ្ងាញ់ណាស់ព្រោះខ្ញុំធ្លាប់ អូធ្លាប់ដែរ គោ ចា ព្រោះបាទដល់ប្រត់គោនឹងវាស្បែកគោណា ចាចា ហើយមានរោមអីបន្តិចទួយអត់ទេអត់វាយកមកត្រាំបានហើយឲ្យវារីចឹងណា ចា ឲ្យវារីព្រោះប្រត់គោនឹងរឹងណា ចា បាទដល់យើងត្រាំទឹកទៅវារីមករួចទៅស្ងោរទៅបាទហូបបាទ ចា នឹងឯងខ្ញុំចាំច្បាស់ណាស់កំសត់ ហើយជឿដល់ដល់ពេលឡើងថាពលពូតចូលមកដែលខ្មែរមិនអាហ្នឹងគឺថាយើងនៅតាមកន្លែងទេ ចា ក្នុងរយៈ4ឆ្នាំកន្លះហ្នឹង ចា ហើយពេលតែថាវៀតណាមវាយចូលមកអីយើងពេលវៀតណាមវាយចូលមកក្រុមគ្រួសារខ្ញុំនាំគ្នាចលៀសពុកម្ដាយខ្ញុំថាយើងត្រូវបកទៅនៅស្រុកយើងវិញនៅភូមិយើងវិញដើម្បីឲ្យទៅជួបកូនគាត់ពួកគាត់ថាតែពេលកូនគាត់បកមកគឺទៅរកគាត់នៅផ្ទះវិញហើយអញ្ចឹងពេលណាពេលទៅគាត់ចាំមើលដំណើរបងស្រីខ្ញុំនឹងមករកគាត់រកអត់ឃើញកូនគាត់ចាំមើលផ្លូវចាចាំមើលផ្លូវមួយថ្ងៃហើយមួយថ្ងៃទៀតអត់ឃើញពុកខ្ញុំពីរអ្នកខ្ញុំនឹងកូននាំគ្នាធ្វើដំណើរទៅរកគាត់ដល់ផ្ទះទៅរកគាត់តែរកអត់ឃើញអ្នកស្រុកហ្នឹងអ្នកផ្សេងហ្នឹងមកនៅផ្ទះគាត់ហើយពុកខ្ញុំគាត់សួរណែនាំចឹងទៅថាផ្ទះនោះផ្ទះកូនខ្ញុំអីចឹងខ្ញុំមករកកូនខ្ញុំគេថាគេអត់ស្គាល់គេមកពីភូមិផ្សេងដែរចាហើយរហូតដល់សប្តាហ៍ហ្នឹងគឺរកអត់ឃើញបងស្រីខ្ញុំហ្នឹងតែឮដំណឹងថាគេសម្លាប់នឹងឯងចា ហើយដល់ពេលលើថាហេតុរត់ឆ្លងកាត់ទៅស្រុកថៃពេលណាដែលថា ចា បាទ ពេលចំនួនហ្នឹងចំនួននិយាយពីរឿងចំនួនយួនចូលសិន បាទ ក្រុមគ្រួសារខ្ញុំត្រឡប់មកបាត់ដំបងវិញ បាទ នៅលងវិលវិញចំនួនហ្នឹងបាញ់គ្នាសាហាវមែនតម្លាក់គ្រាប់តម្លាក់អីមែនតើ ជាមួយវៀតណាម ចាខ្លាំងមែនតើពេលយប់ឡើងម្ដាយខ្ញុំក៏ថាអត់ឲ្យដេកនៅផ្ទះពួកគេគ្រាប់វាហាវច្រើនពេកយល់ក៏នាំកូនចៅគាត់នឹងមកដេកនៅក្នុងដូចជាលងដូចជាដងប៉ុន្តែដងវារីងទឹក បាទ ចា គេហៅត្រំសេគេ ចា ហ្នឹងគេត្រំសេបាទ ហើយមកដេកហ្នឹងយប់ឡើងខ្ញុំមើលទៅលើមេឃ ក្រោ ឃើញគ្រាប់ បាទ ហោះមកហើយដល់ពេលអញ្ចឹងទៅក៏អ៊ំខ្ញុំហ្នឹងអ៊ំខ្ញុំម្នាក់គាត់ថាគេនាំគ្នារត់ទៅជ័យដែនថៃ ទៅថៃ យើងត្រូវនាំគ្នាទៅដែរអញ្ចឹងណាចាហើយក៏ចាប់ផ្ដើមធ្វើដំណើរទៅជ័យដែនថៃហ្នឹងធ្វើដំណើរទាំងយប់ទាំងថ្ងៃហើយខ្ញុំចាំបានប្អូនខ្ញុំហ្នឹងនៅតូចដែរជំនាន់ហ្នឹងប្រហែលជាខ្ញុំចាំមិនច្បាស់ហើយប្រហែលជា2ឆ្នាំអីហ្នឹងឯងមកទៅនៅពោឡើយចារត់ទៅតាមជាហ្នឹងដូចថាយើងប្រយ័ត្នដែរជំនាន់ហ្នឹងវាមានបញ្ហាច្រើនពេលយើងធ្វើដំណើរគេដឹងថាយើងរត់ចេញក្រៅស្រុកអញ្ចឹងគេ
ខ្លាចគេចាប់គេអីចឹងណា បាទ ចាហើយពេលរត់យប់ឡើងហ្នឹងព្រោះម្ដាយខ្ញុំក៏មានកូនតូចគេអត់ធ្វើដំណើរជាមួយ អូ គេខ្លាចមានបញ្ហាពួកពេលណាប្អូនខ្ញុំយំអីទៅខ្លាចគេចាប់ បាទ ចាចឹងហើយក្រុមគ្រួសារខ្ញុំទៅតែមកគ្រួសារខ្ញុំវិញ អូ ហើយតែពេលឮសូរសំឡេងតាហ៊ានឮសូរអីហ្នឹងមករត់ពួនចូលក្រោមផ្ទះគេ និយាយចឹងបានន័យថាពេលវៀតណាមចូលមកដល់អដែងនៃស្រុកខ្មែរ ចា ពេលហ្នឹងពួកអដែងខ្មែរក្រហមអត់ទាន់ចេញអស់ទេ អត់ទាន់ចេញអស់ទេ ហើយពេលនោះដឹងថាពេលហ្នឹងគឺថានឿមគ្រួសារហ្នឹងដើរឆ្លងកាត់ព្រៃ ឆ្លងកាត់ព្រៃ បាទ ចាឆ្លងកាត់ព្រៃហើយជាពិសេសពេលយប់ហ្នឹងខ្មែរក្រហមចេញមកច្រើន បាទ ចាចេញមកច្រើនហើយយប់មួយនោះអឺផ្ទះមួយហ្នឹងអត់មានមនុស្សនៅម្ដាយខ្ញុំថាយើងនាំគ្នាសម្រាប់នឹងសិនហើយសម្រាប់ទៅដូចថាឲ្យហេតុទៅសកោចខំពេកដេកអត់បានសកោចខំថាខំមែនតែនហ្មងខំទាំងអស់គ្នាហើយម្ដាយខ្ញុំថាអីគូសកោចច្រើនម៉េចផ្ទះហ្នឹងកូននាំគ្នាថាឥឡូវយើងនាំយើងដេកអត់លក់ដែរយើងនាំគ្នាធ្វើដំណើរទៅទៀត ពេលយប់ ពេលយប់ចាធ្វើដំណើរទៅទៀតស្រាប់តែពេលចេញបានប្រហែលជាយើងមើលដាច់ទុយភ្នែកណាខ្មែរក្រហមចូលមកក្នុងភូមិហ្នឹងហើយគ្រួសារដែលគាត់សម្រាប់នៅក្នុងភូមិហ្នឹងគឺគេដុតខ្មែរក្រហមដុតស្លាប់ចោលគ្រួសារខ្ញុំសំណាងមែនទែនបានសកោតនឹងខំដូចថាបានដាស់តឿនយើងឲ្យយើងដឹងណា បាទ ចាហើយដល់ពេលចាដល់ពេលចេញផុតទៅសពតែពេលដាច់កតុយភ្នែកមើលទៅឃើញភ្លើងឆេះម្ដាយថាខ្មែរក្រហមមកតន់ហើយពួកអ្នកនៅភូមិនឹងអត់មានអ្នកណារស់ហើយគេសម្លាប់ហើយចាហើយដល់ពេលធ្វើដំណើរទៅដល់ព្រំប្រទល់ថៃហ្នឹងអមែនតើឃើញឡានបឺសមួយគេដាក់ខ្ញុំអត់ចាំច្បាស់ដូចជំនាន់ដូច UN មែនទេ United Nations មែនទេ ប៉ុន្តែខ្ញុំសូមកាត់ណាបន្តិចពីអាយុហ្នឹងដែលថាចេញហ្នឹងគឺដើរមកយុគទៅដល់ជីដែនថៃគឺមួយអត់ទេ ដើរច្រើនយុគដែរ ដើរច្រើនយុគដែរ ដើរឈប់ដើរសម្រាកអញ្ចឹង អីអត់មានពីណាលឿមផ្លូវទេ អត់ទេឪពុកខ្ញុំហើយនឹងអ៊ំខ្ញុំមកគ្រួសារចា ហើយដើរទៅថៃហ្នឹងដើរទៅតាមណាដែរឬតាមនិមិត្តឬមួយក៏មិនចាំទេគេហៅពោអត់ចាំទេណា ខ្ញុំនៅមេនដែលអត់ចាំណាតាមតែគាត់ចាស់ហ្នឹងនាំផ្លូវ បាទ ចាប៉ុន្តែខ្ញុំចាំបានថាដើរយូរថ្ងៃច្រើនយុគដែរ ហើយពេលដើរហ្នឹងដើរទៅពេលយប់ឬក៏ដើរពេលថ្ងៃ ថ្ងៃដើរដែរ ដើរថ្ងៃដែរ ចា ហើយទៅដល់ជំរុំមិនដែរ ទៅដល់ជំរុំដំបូងហ្នឹងគឺវាលទៅទេអត់មានផ្ទះទេ បាទ ចាអង្គការគេចែកសពុតកៅស៊ូ បាទ ឲ្យយើងប្រក់ជាខ្ទមជាអីនៅសិនណា បាទ ចាហើយនឹងគេចែកមហូបចែកអង្គ ហើយជំនៅដល់ជំរុំហ្នឹងគឺជំរុំអីដែរមានចាំបងទេជំរុំណងចានឬមួយខាវដាមិនចាំទេណា ជ្រុំខាវដា ខាវដាណា ចា ខាវដាហើយនៅនឹងយូរដែរណា ជ្រុំខាវដាហ្នឹងខ្ញុំនៅដល់ឆ្នាំ84 ដល់ឆ្នាំ84 ចា 79ដល់ឆ្នាំ84 ចា បាននៅនឹង75ឆ្នាំ4ឆ្នាំជាង ចា បាទហេតុអីបាននៅយូរ មកពីនៅពុកម្ដាយខ្ញុំគាត់ដាក់សុំគេមកឡើងមកនៅស្រុកក្រៅគេអត់មានហៅឈ្មោះគាត់ដូចឈ្មោះគាត់កប់នៅនឹងយូរចា ហើយណែនេះរួចទៅពេលនោះសវណ្ណាប្រហែលជាអាយុ6ខ្ញុំជា10ឆ្នាំហើយចាជា10ឆ្នាំហើយ ហើយនៅក្នុងជំរុំហ្នឹងអត់មានបញ្ហាអីទេ មានបញ្ហាច្រើនចាដែលខ្ញុំចាំណា បាទ ខ្មែរយើងគាត់ជំនាន់នោះប្រជាជនខ្មែរយើងគាត់ដូចថាអ្នកខ្លះទៅគាត់ទៅបេះបន្លែយកមកដាក់លក់នៅផ្សារដូរដេញគ្នាអញ្ចឹងដូរជាអង្គដូច
ជំនាន់ហ្នឹងយើងអត់មានលុយមានអីទេដូរគ្នាចែកគ្នាហូប បាទ ក៏មានបញ្ហាជាមួយទាហានដែរទាហាន ថៃ ទាហានថៃ បាទ គេហាមអត់ឲ្យយើងធ្វើ បាទ ហើយគេក៏ដាក់ទរណកម្មដែរតែខ្ញុំឃើញផ្ទាល់ភ្នែក បាទ គេវាយគេអីគេទាត់គេធាក់អីចឹងដែរចាចាហើយយប់ឡើងក៏មានបញ្ហាដែរបញ្ហាគឺចាប់ស្រីរំលោភ បាទ ខ្ញុំអត់ចង់និយាយថាឲ្យប៉ះពាល់គេធ្ងន់ចឹងណា បាទ ចាប៉ុន្តែ អត់មានបញ្ហាទេព្រោះអីទេព្រោះរឿងរបស់យើង ពិត បាទ ចា រឿងពិតរបស់យើង រឿងពិត ដែលយើង ចា ឆ្លងកាត់មក ចា បាទ ហើយជំនាន់ហ្នឹងអ្នកណាមានកូនកំមុំយប់ឡើងព្រួយ បាទ ចាគឺចូលទៅចាប់កូនស្រីកូនកំមុំហ្នឹងរំលោភ បាទ ហើយបងស្រីខ្ញុំម្នាក់ពេលយប់ឡើងអត់ហ៊ានដេកនៅផ្ទះហ្នឹងទេគឺទៅសុំគេទៅនៅកន្លែងទីពេទ្យយកដេកនៅគៀនទីពេទ្យហ្នឹងឯងដើម្បីសន្តិសុខចាវាមានបញ្ហាច្រើនហើយគេកំណត់អត់ឲ្យចេញក្រៅជំរំអត់ឲ្យចឹងណាហើយខ្ញុំឃើញអ្នកខ្លះក៏ចេញដែរចេញទៅរោមហូបរកអីចឹងទៅក៏មានបញ្ហាគេវាយទាត់ជួយទៅឃុំអីចឹងទៅចា ព្រោះអារឿងគឺខ្ញុំក៏មានឃើញនឹងភ្នែកដែរណា ចាចា ខ្ញុំមកដំបូងហ្នឹងបាទខ្ញុំចង់បញ្ជាក់សួរពីចូលមកជំរំហ្នឹងព្រោះជាប្រសាទដែលមានកូនកំមុំទីដែលអាយុជាង10ឆ្នាំអីសិតតែបាទដល់ពេលហ្នឹងគឺថានឹងហើយអាការរំលោភហ្នឹងគឺច្រើនណាស់បាទច្រើនមែន ចឹងហើយបានខ្ញុំចង់យកមកនិយាយឲ្យដឹងថាពេលយើងមកនៅជំរំហើយគឺយើងអត់បានសុខទេ អត់បានសោកទេ ចាហើយយើងរស់នៅដោយការភ័យខ្លាចយើងនៅជំនាន់អពតនេះយើងភ័យខ្លាចម្ដងហើយយើងមកនៅជំរំយើងភ័យខ្លាចម្ដងទៀតចា ចឹងមកថាដែលកិច្ចការដែលថាសវណ្ណាឆ្លងកាត់មានការលំបាកច្រើនប៉ុន្តែយើងបានឆ្លងកាត់បានសេចក្តីសុខទាំងអស់គ្នាតាំងពីបងស្រីណាហើយក្នុងបងប្អូន7នាក់គឺខូចខាតអស់8នាក់អញ្ចឹងណា ចា ខូចខាតអស់ម្នាក់ណា ចា បាទជាការសំណាងមួយដែរណាប៉ុន្តែភាគច្រើនហ្នឹងគឺដែលខ្ញុំសម្ភាសដែលអ្នកដែលសវាយពីការអពលពោតហ្នឹងខ្លះអស់ពុកម្ដាយ ចា ខ្លះបងប្អូនគឺថា2-3នាក់នៅសល់តែម្នាក់ណា ចា ហើយអ្នកខ្លះហ្នឹងបានមកដល់ថៃគេបញ្ជូនទៅអារែងក្នុងដងរែកវិញ ចា ពេលនោះក៏ដែលងាប់ក៏ច្រើនណា ចា បាទហើយពេលទៅថាឆ្នាំ1084ណា ចាឆ្នាំ84ហ្នឹងបានខ្ញុំបានមានឈ្មោះចេញមកនៅស្រុកអាមេរិកមកនៅខែ8ឆ្នាំ84នៅយូថាចា ហ្នឹងហើយហ្នឹងហើយខ្ញុំសូមអរគុណដែលបានអញ្ជើញមកថ្ងៃនេះ ចា share ដែលប្រវត្តិការជីវិតរបស់យើងណាដើម្បីឲ្យកូនចៅយើងដែលចំណានក្រោយ ចា ឲ្យដឹងឮពីការដែលលំបាករបស់យើងដែលឆ្លងកាត់មកដល់ថ្ងៃនេះ ចា បាទ ខ្ញុំសូមថ្លែងអំណរគុណដែលបានបង្កើត podcast នេះមួយគឺសំខាន់មែនទែនសម្រាប់កូនខ្មែរយើងជំនាន់ក្រោយ បាទ ឲ្យបានដឹងថាឪពុកម្ដាយជំនាន់មុនគឺគាត់បានទទួលនៅទុក្ខលំបាកយ៉ាងណា ចាហើយខ្ញុំចង់ទុកជាប្រវត្តិសាស្ត្រមួយដ៏ជូរចត់ឲ្យក្មេងជំនាន់ក្រោយបានដឹង បាទ ទើបខ្ញុំមកនិយាយនេះពេលនិយាយម្ដងអត់ស្រួលទេ បាទខ្ញុំដឹងបាទ
អាការនេះអញ្ចឹងបានថាខ្ញុំសូមអរគុណមែនទែនដែលថាមានន័យថាអញ្ជើញមកថ្ងៃនេះណាបាទសូមអរគុណ ចា